ជំហានទី4សូមថ្វាយបង្គំព្រះអង្គម្ចាស់ទូបង្គំវៃប៊ីងមេបញ្ជាការកងទ័ពលៀងខាងជើងសូមថ្វាយបង្គំព្រះអង្គម្ចាស់ឡើង5 ឆ្នាំហើយទីបំផុតពួកយើងបានរកឃើញទ្រង់ព្រះអង្គម្ចាស់ទូបង្គំបានឡើងកំពូលភ្នំស្វែងរកគ្រប់មហាសមុទ្រតែរកមិនឃើញដានរបស់ទ្រង់សោះតើទ្រង់ទៅណាមកត្រឡប់មកពីព្រំដែនភាគខាងជើងខ្ញុំត្រូវបានគេលុបឆ្មក់យ៉ាងរានបានជួយសង្គ្រោះឆ្នាំនេះខ្ញុំបានលួចព្យាបាលខ្លួនជាសម្ងាត់ដោយស្នាក់នៅបែបនេះពេញ5 ឆ្នាំដែលរស់នៅលក្ខអត្តសញ្ញាណហើយអ្វីលក្ខណៈជាព្រះអង្គម្ចាស់កាលពី5 ឆ្នាំមុនគឺសាស៊ូងាយរងគ្រោះណាស់យ៉ាងរាននឹងមានអារម្មណ៍ថាជាបន្ទុកដូច្នេះខ្ញុំឋានៈរបស់ខ្ញុំដើម្បីជួយជ្រោមជ្រែងពួកគេដោយសម្ងាត់ឥឡូវពេលវេលាកន្លងផុតទៅគ្រូសាស៊ូកំពុងតែរីកចម្រើនការបង្ហាញអត្តសញ្ញាណឥឡូវនេះនឹងមិនធ្វើឲ្យនាងពិបាកចិត្តឡើយជីនរងដឹងថាទ្រង់នៅជីងហៃគាត់កំពុងប្រមូលពួកអ្នកមានអំណាចសម្រាប់ពិធីជប់លៀងដ៏ធំដើម្បីអបអរការត្រឡប់មកវិញរបស់ទ្រង់ឈ្មោះរបស់យ៉ាងរានគឺស្ថិតនៅក្នុងបញ្ជីខ្ញុំគិតយុះយល់ហើយរៀបចំកិច្ចសន្យា 10,000 លានរបស់ព្រះគុណគ្រប់ដើម្បីលើកតម្កើងយ៉ាងរានពិធីជប់លៀងនេះនឹងប្រកាសពីឋានៈរបស់នាងទៅកាន់ពិភពលោកស្រីពួកយើងបានចាប់ខ្លួនកូនសិស្សរបស់ជូស៊ីនទាំងអស់គ្មាននរណារត់រួចឡើយតើលោកស្រីមានបញ្ជាអ្វីរឿងដែលមានប្រយោជន៍មកខ្ញុំវិញទៅអ្នកបាត់បង់អ្នកជីនគូជាកូនប្រសាររៀបការចូលស្តុករបស់គ្រូសាស៊ូកូនប្រសាររៀបការចូលស្តុកគ្រូសាស៊ូពិតជានឹកភ្នែកមែនតើកូនប្រសារម្នាក់នេះនឹងទៅចូលរួមពិធីជប់លៀងរបស់ជីននៅថ្ងៃស្អែកដែរទេ